ព្យាយាមបៀមជាប់ពីងថាឈ្នះព្រៀងទឹកស្មារតីគ្មានអ្វីរាំងស្ទះប្រឹងជំនះប្រឹងដណ្ដើមយកជ័យគ្រប់វេលាលំបាកយ៉ាងណាក៏ពួកយើងមិនរុញរាខំប្រឹងពុំពីយកមេដាយតែអ្វីវាមិនដូចប្រាថ្នាខំប្រឹងយ៉ាងណាក៏នៅមានបរាជ័យទូយ៉ាងណាយើងនៅមានក្តីស្រមៃនឹងមានថ្ងៃលើកតង់ជ័យជូនកម្ពុជាចាត់ពុះពីអងអាចមិនខ្លាចអ្វីដណ្ដើមមេដាយជូនជាតិឲ្យបានទោះបីមានអបសាំងក៏មិនរុញរាមិនខ្លាចចាត់អងអាចគ្រប់គ្រាយើងជាកីឡាករខ្មែរគ្រប់ត្រកកីឡាករខ្មែរថានៅផ្ទះមានតែទីតីនៅព្រៃមានតែមួយប៉ុន្តែព្រោះយើងបង្ហាត់អំមួយយើងជួយគ្នាខំប្រឹងប្រកួតឲ្យបានជោគជ័យគ្មានអ្វីដែលជារនាំងឯកាត់តែគ្នាកម្ពុជាតែអ្នកដឹងទេដោយសារតែខំបង្ខាត់ខ្លាំងពេកធ្វើឲ្យសមាជិកម្នាក់ធ្លាក់ខ្លួនឈឺហើយសមាជិកដទៃទៀតនឹងសឹងតែមិនអាចបន្តការប្រកួតទៀតបានប៉ុន្តែពួកយើងនៅតែតស៊ូព្រោះតែចង់ឃើញទង់ជាតិខ្មែរអណ្ដែតលើឆាកអន្តរជាតិសង្ឃឹមថាអ្នកយល់អ្វីដែលខ្ញុំកំពុងតែនិយាយពេលឆ្នះគេថាយើងមកខ្លាំងពេលចាញ់គេថាយើងមកខ្លាអ្វីដែលយើងតស៊ូគឺយើងមកក្បត់លើម្នាក់សេកាព្យាយាមសពគ្រប់បែបយ៉ាងពេលដែលយើងចាញ់គេថាអត់បានការសង្ឃឹមជួចាញ់ឬឈ្នះសូមអ្នកគាំទ្រដោយក្តីមេត្តាក៏លេងមើលឆាកជីវិតរឿងពេញនៃអ្នកកីឡាគាត់ជាឪពុកមកដៃទំនុកបំរុងនៅក្នុងគ្រួសារជាកូនដ៏កតញ្ញូនិងជារឿងច្បងមួយដ៏អស្ចារ្យជាផ្នែកមួយនៃសង្គមដែលប្រទេសជាតិកំពុងត្រូវការ